ជំរាបសួរខ្ញុំបាទឈ្មោះកងលីអានថ្ងៃនេះគឺខ្ញុំបានមកលេងនៅវត្តនៅត្រពាំងថ្មហើយនេះគឺខ្ញុំកំពុងតែគូររូបពីកញ្ជូជាមួយបងប្អូនរបស់ខ្ញុំហើយនេះគឺកងម៉ាហើយបងប្អូនរបស់ខ្ញុំកំពុងតែសំពះព្រះសង្ឃទទួលពរជ័យហើយវត្តនេះគឺពិតជាធំណាស់ព្រះសង្ឃនៅទីនេះក៏មានច្រើនអង្គដែរទីនេះមានព្រះប្រសាជាច្រើនហើយនេះសុទ្ធតែជាកងម៉ាបងប្អូនខ្ញុំទាំងអស់ទាំងញាតិជិតហើយជាមួយញាតិឆ្ងាយហើយឥឡូវនេះគឺខ្ញុំនិងបងប្អូនខ្ញុំកំពុងតែគូររូបតគឺបងប្អូនខ្ញុំគូររូបជ្រូកខ្ញុំក៏កំពុងតែគូររូបពីកាជូទៀតដោយសារអត់ទាន់គូហើយនេះគឺយើងបានចូលទៅសំពះព្រះសង្ឃទៅទៀតហើយពេលយើងសំពះព្រះសង្ឃរួចហើយយើងមកសម្រួលអេរីយ៉ារបស់យើងហើយនេះគឺដល់ពេលយើងព្រះសង្ឃផ្ដល់យោបល់ឲ្យយើងនេះគឺជាភាពរីករាយមួយនៃគ្រួសាររបស់ខ្ញុំពីព្រោះក្នុងឱកាសចូលខាងខ្មែរខ្ញុំបានមកបន្ទាយមានជ័យបានតែម្ដងទេឥឡូវនេះគឺខ្ញុំបានជូនលុយយាយជាច្រើនផងដែរទីនេះគឺពិតជាធំណាស់ឥឡូវនេះគឺខ្ញុំកំពុងតែជំរាបសំពះលាប្រសង់ហើយនេះគឺចុចហើយនេះគឺខ្ញុំកំពុងទៅលេងមួយដំបងប្អូនរបស់ខ្ញុំហើយនេះគឺជារូបភាពរបស់បងប្អូនខ្ញុំរៀបចំទៅផ្ទះហើយញ៉ាំរៀបចំញ៉ាំហូបអាហារស្រស់អាហារហើយនេះគឺម៉ែរបស់ខ្ញុំកៅរបស់ខ្ញុំនេះគឺចុចទាហើយជាមួយបងប្អូនរបស់ខ្ញុំដទៃទៀតនៅទីនេះគឺមានទីធ្លាធំណាស់ហើយក៏មានទេសភាពស្អាតដែរមានដើមស្វាយជាច្រើនផងដែរនេះគឺជារូបវត្តដែលគេមិនទាន់កសាងហើយប៉ុន្តែពិតជាធំណាស់នេះគឺជាចេតលីរបស់ខ្ញុំហើយកងម៉ារបស់ខ្ញុំទៀតនេះគឺហ្គេមរបស់ខ្ញុំហើយក៏មានទាហើយហ្គេមកៅជាច្រើនផងដែរនេះគឺជា logo ហើយកងហើយចេតលីរបស់ខ្ញុំនេះគឺជារូបភាពវត្តដែលខ្ញុំបានចូលទៅរៀបរាប់ពេលមុននោះដែលវត្តនោះគឺពិតជាធំណាស់ទីនេះមានទីធ្លាធំហើយមានកន្លែងដើរលេងច្រើនណាស់មានកន្លែងទេសភាពច្រើនផងដែរសម្រាប់ទស្សនាទេសភាពហើយសម្រាប់ថ្វាយពរអីចំពោះទេវតាហើយនេះគឺខ្ញុំនិងគ្រួសារនេះគឺជាគ្រួសាររបស់ខ្ញុំថតជាលក្ខណៈគ្រួសារធំមួយនេះគឺមាន logo កងម៉ាកៅខ្ញុំហើយនេះគឺកៅខ្ញុំបានតែពេញប៉ោងឲ្យខ្ញុំចំនួន1ជាមួយបងប្អូនខ្ញុំដែរនេះគឺពេលយើងធ្វើដំណើរទៅញ៉ាំបាយហើយពេលយើងកំពុងដើរទៅញ៉ាំបាយខ្ញុំដើរមួយកៅខ្ញុំដែរហើយនេះគឺជារូបភាពដែលយើងរៀបចំញ៉ាំបាយហើយនេះគឺជាទីធ្លាដែលយើងនឹងញ៉ាំបាយហើយដែលយើងទៅតែញ៉ាំបាយហើយនេះគឺខ្ញុំកំពុងតែនៅជាមួយម៉ាក់ខ្ញុំរកកន្លែងអង្គុយហើយមានរូបផ្កាយនេះគឺជារូបភាពយើងរៀបចំញ៉ាំម្ហូបអាហារមានសាឡមានត្រីមានអីហើយនេះគឺរូបភាពខ្ញុំមួយបងប្អូនខ្ញុំកំពុងតែលេងពេញប៉ោងហើយនេះគឺរូបភាពយើងកំពុងតែពិសាបាយហើយហូបបាយនេះគឺពិតជាថ្ងៃដ៏វិសាលណាស់ដែលយើងបានមកជួបជុំគ្នានៅវត្តហើយយើងបានទទួលពរជ័យជាច្រើនហើយនេះគឺខ្ញុំបានឃើញកងម៉ាកៅចុចហើយបងប្អូនខ្ញុំទាំងអស់មានភាពសប្បាយចិត្តហើយរីករាយណាស់អញ្ចឹងខ្ញុំក៏រីករាយដែរអញ្ចឹងនេះគឺជាខ្ញុំសូមអរគុណតែយើងពុំមានទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនតាយាយទាំងអស់គ្នានឹងមានភាពរីករាយដោយខ្ញុំដែរនៅវេលាចូលឆ្នាំខ្មែរខ្ញុំសូមអរគុណ